វីដេអូនេះសូមចែកម្លែកបទពិសោធន៍បងប្អូនបន្តិចវីដេអូនេះគឺខ្ញុំទិញគេមកទេហើយវីដេអូនេះដើមឡើយគឺធាក់ឆេះធម្មតាធាក់ឆេះធម្មតាតែដេកអត់ឆេះទេវីដេអូហ្នឹងវាដេកអត់ឆេះវាអត់មានភ្លើងអញ្ចឹងតែយើងធាក់ឆេះរោដាច់ធម្មតាខ្ញុំកែម៉ាញ់ចតោអីក៏នៅដដែលកែដាក់ម៉ាញ់តោអសងនៅតែបើដាក់ម៉ាញ់តោលេងដេកឆេះតែឆេះពេលខ្លះឆេះស្រួលពេលខ្លះឆេះអត់ស្រួលឥឡូវខ្ញុំរមមូលហេតុឃើញហើយកតាវាហ្នឹងគឺខ្ញុំវាស់អូមចាក់អូមមើលហ្នឹងចាក់ខាងខ្សែម៉ាញ់តិចពេលយើងធាក់ទៅវាឡើងវល់បន្តិចវាឡើងវល់តែដល់ពេលយើងដេកខាងម៉ាញ់តិចហ្នឹងកាច់មក200 AC ហ្នឹងខាងម៉ាញ់តិចហ្នឹងយើងដេកគឺអត់ឡើងវល់ទេតែវាយើងធាក់ឡើងវល់ឥឡូវរកកំឃើញហើយនេះកតាវាចម្បងគឺម៉ាញ់តិចហ្នឹងវាមានសភាពវារៀបខ្លាំងអញ្ចឹងវាផុតពងរឿងឆ្ងាយវាឲ្យផ្កាភ្លើងបញ្ជូននៅលើសញ្ញាចង្វាក់បើស្រោបអីតង់ភ្លើងហ្នឹងតាមរយៈប្រឡងភ្លើងនេះកន្លែងភ្នែកវានេះកន្លែងហ្នឹងវាអត់ដល់វាឆ្ងាយឃ្លាតឆ្ងាយគម្លាតឆ្ងាយពេកទីមកកតាដល់ឲ្យវាមិនឲ្យរលកសញ្ញាភ្លើងទៅម៉ាញ់តោបញ្ជាម៉ាញ់តោឲ្យបាញ់ការភ្លើងចូលទៅមកវិញបញ្ជាចូលមកវិញឲ្យបាញ់ការភ្លើងចូល C អញ្ចឹងអានេះកថាធំមិនអាចមើលម្លងបានទេនេះគឺដេទៅពេលខ្លះភ្លើងខ្សោយមានភ្លើងនេះតែភ្លើងខ្សោយអញ្ចឹងណាតែយើងធាក់ឆេះធម្មតារោដាច់អីធម្មតាតែយើងចង់ដេកអីគឺវាដេកអត់ឆេះទេគឺវាអត់មានភ្លើងឥឡូវខ្ញុំរកឃើញហើយឥឡូវខ្ញុំបានដូរម៉ាញ់តិចផងមើលដុំភ្លើងនេះដូរថ្មីអស់ហើយគឺនៅតែវាដេកនៅតែមិនឆេះធាក់ឆេះធម្មតាថាដេកអត់ឆេះទេកែម៉ាញ់តោមិនក៏ដែរកែដាក់ម៉ាញ់តោអសងក៏នៅតែមិនឆេះដេកទៅអត់ឆេះវាអត់មានបាញ់ផ្កាភ្លើងចូលទៅOCទេអញ្ចឹងខ្ញុំឆែកមើលអស់ហើយគឺត្រង់ចំណុចថាវាមានបញ្ហាម៉ាញ់តិចនឹងឯងគឺខ្ញុំបានរៀបចំដាក់ទៅវិញហើយឥឡូវដាក់ចូលហើយចាំពេលដែលនេះចាំខ្ញុំឲ្យមើលវីដេអូបន្តទៀត